នេះព្រឹកព្រលឹមលើទឹកដីអង្គរឈរនៅមុខសាលាបឋមសិក្សាមួយឈ្មោះថាសាលាបឋមសិក្សាក្រវ៉ាន់ថ្ងៃនេះគឺដំណើរទស្សនកិច្ចរបស់លោកគ្រូអ្នកគ្រូលោកនាយកក៏ដូចជាគណៈកម្មការសាលារៀនទៅកាន់សាលាបឋមសិក្សាក្រវ៉ាន់ក្រុមទស្សនកិច្ចបានចូលទៅដល់បរិវេណសាលាហើយរៀបចូលទៅក្នុងសាលប្រជុំនេះយើងក៏បានចូលទៅដល់សាលប្រជុំសាកលវិទ្យាល័យសូមស្វាគមន៍សូមគោរពជំរាបសួរលោកនាយកលោកស្រីនាយិកាលោកគ្រូលោកគ្រូដែលបានអញ្ជើញមកទស្សនកិច្ចទៅសាលាបឋមសិក្សាក្រវ៉ាន់សូមឲ្យដំណើរទស្សនកិច្ចដល់គ្រូលោកគ្រូក៏ជាវិទ្យានឹងធ្វើបានបទពិសោធន៍ពេញៗពីសាលាបឋមសិក្សាក្រវ៉ាន់បន្ទាប់ពីការស្វាគមន៍ពីគណៈកម្មការពីសាលាហើយមានការរៀបចំរំរបាំគឺរបាំជាគេហើយនិងរបាំជូនពរកិច្ចបន្ទាប់គឺជាការតាំងសមាធិធ្វើឲ្យអារម្មណ៍ស្ងប់នេះជាការមួយដ៏ល្អប្រសើរហើយសាលាផ្សេងៗគួរតែអនុវត្តតាមដែលធ្វើឲ្យអារម្មណ៍ស្ងប់ជាកិច្ចបន្ទាប់គឺជាការធ្វើបទបង្ហាញពីគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៅក្នុងសាលាបឋមសិក្សាក្រវ៉ាន់ពីមុនមកឲ្យចំនួនមក92បាទដល់ពេលមកថយសល់84ដល់ពេលមកចូលក្នុងសាលប្រជុំមិនមែនទេអីនេះខ្ញុំកំណត់រួចហើយថា100បាទរុក្ខជាតិពណ៌បៃតងលាយឡំជាមួយនឹងឯកសណ្ឋានពណ៌សយើងងាកមើលបរិស្ថានខាងក្រៅនៃសាលាវិញពិតជាសម្បូរទៅដោយពណ៌បៃតងរៀបចំដោយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមានពាក្យស្លោកមានកន្លែងអង្គុយមានសួនច្បារប្រកបទៅដោយការពណ៌បៃតងក៏ដូចជាស្លឹកធម្មជាតិជាច្រើនផងដែរចំពោះទស្សនវិជ្ជានៅក្នុងថ្នាក់រៀនវិញយើងសង្កេតឃើញថាគ្រប់សិស្សទាំងអស់សុទ្ធសឹងតែមានឯកសណ្ឋានសមរម្យលោកគ្រូអ្នកគ្រូប្រកបទៅដោយវិជ្ជាជីវៈល្អហើយថ្នាក់រៀនមានការតុបតែងហើយសម្ភារៈបង្រៀនមានសម្បូរបែបនេះហើយគឺជាទស្សនវិជ្ជាទាំងស្រុងដែលជាសកម្មភាពបង្រៀននិងរៀននៅក្នុងសាលាបឋមសិក្សាក្រវ៉ាន់ចំពោះការចូលរួមរបស់កុមារនៅទីនោះយើងឃើញថាពិតជាមានភាពសកម្មពិសេសគឺកុមារតូចៗដែលមានសកម្មភាពជាច្រើនជាមួយនឹងលោកគ្រូអ្នកគ្រូចំពោះការរៀបចំស្បែកជើងរបស់សិស្សវិញយើងមើលឃើញថាមានរបៀបរៀបរយដាក់ទៅលើធ្នើរប្រកបដោយសមរម្យចំពោះគ្រូដែលត្រូវទៅទស្សនកិច្ចគាត់ពិតជាយកចិត្តទុកដាក់ស្វែងយល់ក៏ដូចជាការរៀបចំអ្វីផ្សេងៗនៅក្នុងថ្នាក់រៀនច្បាស់ណាស់ការធ្វើទស្សនកិច្ចនេះគាត់ពិតជាទទួលបាននូវបទពិសោធន៍ជាច្រើនចំណេះដឹងល្អៗពីសាលាបឋមសិក្សាក្រវ៉ាន់ជាទៅទៀតខាងគណៈគ្រប់គ្រងសាលាលោកនាយកលោកនាយិកាបានរៀបចំការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ផ្សេងៗពិសេសគឺចំណេះដឹងខាងគ្រប់គ្រងបុគ្គលិកនិងចំណេះដឹងផ្សេងៗទាក់ទងជាមួយនឹងការគ្រប់គ្រងបាទជួបសាលាណាជួបតែបើថាជួបតិចឬជួបច្រើន